រឿងល្បីនៅខាងក្រៅប្រទេសនេះ គេនាំគ្នាល្បីពាក់ព័ន្ធជាមួយនឹងរឿងប្អូនមួនពេជ្រណាប្អូនមួនពេជ្របន្ទាប់ពីផ្ទុះអាវុធនឹងទាហានសៀមដាក់ការវាយប្រហារបាញ់បោះមកលើប្រជាពលរដ្ឋស្លូតត្រង់នៅព្រៃច័ន្ទប្អូនមួនពេជ្រគាត់បានដាក់ពាក្យបណ្ដឹងទៅ ICC មិនអញ្ចឹងទេធ្វើពាក្យបណ្ដឹងទៅ ICC គំនិតនេះគឺជាគំនិតល្អហើយជាគំនិតមួយដែលគួរយកទៅអនុវត្តបាទដែលគួរតែយកទៅអនុវត្តគ្រាន់តែថាប្អូនមួនពេជ្រគាត់មានគំនិតល្អប៉ុន្តែអ្នកដែលយកសារនិងអ្នកដែលយកមួនពេជ្រមកផុសគឺជាក្រុមមនុស្សដែលចូលចិត្តកេងចំណេញនយោបាយចូលចិត្តយកផលប្រយោជន៍របស់គេមកធ្វើជារបស់ខ្លួនឯងដើម្បីចំណេញឲ្យខ្លួនឯងដោយនាងតួកុនជប៉ុនដោយពួកក្រុមរដ្ឋាភិបាលផោមនៅក្រៅប្រទេសអីហ្នឹងឃើញគេនាំគ្នាផុសរូបប្អូនមួនពេជ្រគេផុសសំណេររបស់ប្អូនមួនពេជ្រថាប្អូននឹងធ្វើគ្រាន់បើជាងរដ្ឋាភិបាលគ្រាន់បើជាងអីណាមិនរដ្ឋាភិបាលមិនប្តឹងអំពើអក្រិតកម្មនឹងទៅICC អីចឹងទៅអាហ្នឹងគឺពួកគេនិយាយណាប្រិមិត្តណាបាទបើណាសម្រាប់ពួកនឹងផ្ទាល់សម្រាប់ពួកដែលធ្វើការរិះគន់ហើយនឹងប្រៀបធៀបទៅជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាហ្នឹងអាពួកហ្នឹងវាមានស្ថាប័នកក្លែកកក្លាក់ខ្លួនឯងមួយដែរមិនមែនអត់ទេវាមានស្ថាប័នក្រៅប្រទេសរហូតដល់គេថាគេរដ្ឋាភិបាលស្របច្បាប់ក្រៅប្រទេសទេនោះតែពួកហ្នឹងអត់ធ្វើទេអត់ធ្វើក្នុងនាមខ្លួនឯងជារដ្ឋាភិបាលកក្លែកកក្លាក់ក្រៅប្រទេសទេបាទត្រូវហើយបង KL Media Network គឺពួកស៊ីលីមុខគេទេណាពួកស៊ីលីមុខគេខ្លួនឯងមានស្ថាប័នបើប្រៀបធៀបជាមួយនឹងប្អូនមួនពេជ្រពួកនឹងមានស្ថាប័នដើររៃអង្គាសដើរសុំស្រោមសម្បត្តិពេញពិភពលោកបើប្រៀបធៀបប្អូនមួនពេជ្រមិនបានដើររៃអង្គាសលុយជុំវិញពិភពលោកហើយបដិញ្ញាហើយប្រកាសថាទៀមទាននេះទៀមទួយនោះទេតែប្អូនមួនពេជ្រគាត់មានគំនិតមួយល្អគឺត្រង់ថាគាត់ជំរុញនិងគាត់ដាក់ពាក្យបណ្ដឹងទៅ ICC ខ្ញុំប្រើពាក្យថាគាត់មានគំនិតល្អមានគំនិតត្រូវប៉ុន្តែមិនប្រកាសថាបានសម្រេចទេសូមបញ្ជាក់ខ្ញុំមិនមែននិយាយថាទង្វើរបស់ប្អូនមួនពេជ្រទៅវាធ្វើឲ្យជោគជ័យទេអត់ទេកុំច្រឡំឲ្យសោះខ្ញុំគ្រាន់តែថាគំនិតហ្នឹងគឺគំនិតល្អហើយសកម្មភាពហ្នឹងគឺជាសកម្មភាពចលករល្អក្នុងការជំរុញឲ្យមានការដាក់ពាក្យបណ្ដឹងទៅ ICJ តែត្រង់ថា ICJ ទទួលយកមិនទទួលយកឬក៏គេរកឲ្យឬក៏មិនរកឲ្យអានឹងវាជារឿងមួយដាច់ដោយឡែកមួយទៀតចាំខ្ញុំបញ្យល់ពួករដ្ឋាភិបាលមកចកោមក្រៅប្រទេសដែលតាំងខ្លួនជាស្ថាប័នមួយតែអត់ដែរធ្វើកិច្ចការងារដែលជាប្រយោជន៍ការពារប្រជាពលរដ្ឋទេក្រៅតែពីអង្គុយ live Facebook បន្ទោសទៅរាជរដ្ឋាភិបាលហ្នឹងពួកហ្នឹងអត់ធ្វើអីសោះសំបីតែគ្រាន់តែគេមិនប្តឹងរឿង$23ហ្នឹងរឿង$23ហ្នឹងបងប៊ុនភោគគ្រាន់តែគេប្តឹងរឿង23មិនប្តឹងរឿង$23ហ្នឹងដោយសារគេមានយន្តការផ្សេងដោះស្រាយនោះដូចជាយន្តការសន្តិភាពទីក្រុងកូឡាឡាំពួរហ្នឹងគេមានយន្តការនោះគេមិនប្រើយន្តការកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះពួកហ្នឹងគេថាគេបង្កើតរដ្ឋាភិបាលគេនឹងធ្វើខ្លួនគេដល់ពេលគេបង្កើតរដ្ឋាភិបាលក្រៅប្រទេស$23ហើយគេអត់ធ្វើរឿងនឹងសោះគេអត់ធ្វើរឿង$23បងប្អូនមើលមានដែរពួកនឹងធ្វើរឿង$23កោះប្រជុំសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយនឹងសមាជិកាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីកោះប្រជុំដោះស្រាយរឿងអធិបតេយ្យបូរណភាពទឹកដីដោយដែលគេបានធ្លាប់បានសន្យាគេបង្កើតនោះដែរឬអត់ចម្លើយវាអត់តតែសោះដូច្នោះដែលយើងមើលឃើញថាអំពើបោកស្រោមសម្បត្តិឬអំពើបោកប្រាស់គេតាមសកម្មភាពនេះគឺជាឧក្រិដ្ឋកម្មអនឡាញនយោបាយដែលជារឿងថ្មីមួយទៀតអារឿងបោកអនឡាញឧក្រិដ្ឋកម្មអនឡាញហ្នឹងគេហៅថា scammer គេហៅ online scammer ហ្នឹងគឺជារឿងមួយហើយប៉ុន្តែរឿងដែលថ្មីដែលខ្ញុំចាត់ទុកថាអាហ្នឹងវាជា scam ដែរហ្នឹងវាជា scammer ដែរហ្នឹងតែខ្ញុំចាត់ទុកថាអានេះជា political scammer ជានយោបាយបោកប្រាស់តាមអនឡាញអានឹងបោកដូចគ្នាបោកទំនុកចិត្តគ្រាន់តែមិនយកមនុស្សទៅលក់តែអាចធ្វើឲ្យមនុស្សជាប់គុកអាចធ្វើឲ្យមនុស្សរត់ចោលទឹកដីអាចធ្វើឲ្យមនុស្សបែកបាក់គ្រួសារអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតីជាតិរបស់ខ្លួន
ទោសបើនិយាយពីទោសនឹងដូចគ្នានឹង Gen Z ដែរបើនិយាយពីទោសនៃអ្នកនយោបាយ scam online ហ្នឹងគឺទោសដូចគ្នាអត់មានខុសគ្នាទេព្រោះលទ្ធផលនៃការបោកតាម online ហ្នឹងវាអត់បានលទ្ធផលអីទៅផ្លាស់ប្ដូរបានតែមកត្រឹមយកលុយគេមកដើរលេងពីប្រទេសមួយទៅប្រទេសមួយពីកន្លែងមួយទៅកន្លែងមួយកម្មវត្ថុដែលខ្លួនចង់បានវាអត់បានឃើញទេប្រិមិត្តបងប្អូនណោះបងភិរុនបងសរិទ្ធកម្មវត្ថុដែលយើងចង់បានវាអត់បានដូច្នេះហើយមួយឆ្នាំពីរឆ្នាំបើបានមិនបានកម្មវត្ថុដែលយើងចង់បានធម្មតាយើងចំណាយលុយមក$10ចង់ជួយឲ្យគាត់ទៅកែប្រែនយោបាយនៅក្នុងប្រទេសកម្ពុជាមែនទេឧបមាថាយើងចំណាយ$100ចង់ឲ្យគាត់ទៅកែប្រែនយោបាយនៅក្នុងប្រទេសកម្ពុជាចុះបើគាត់កែប្រែមិនបានអញ្ចឹងមិនអា$100ដែលយើងវិនិយោគឲ្យគាត់ទៅកែប្រែហ្នឹងកែមិនបានហ្នឹងស្មើនឹងគាត់បោកយើងឯងអា$100ដែលយើងចូលហ្នឹងស្មើនឹងគាត់បោកយើងឯងពីព្រោះវាខុសពីលោកសង្ឃអ្នកនយោបាយខុសពីលោកសង្ឃលោកអត់បានមកប្រាប់យើងថាអាត្មាអាចបដូរចេះបដូរចុះឲ្យញោមបានទេអត់ទេប្រសង់យើងចង់ធ្វើបុណ្យជាមួយប្រសង់យើងទៅធ្វើបុណ្យប្រគេន100 200ទោះព្រះអង្គយកទៅចំណាយទៅលើអីក៏យើងមិនបន្ទោសនឹងព្រះអង្គដែរព្រោះយើងមិនព្រោះព្រះអង្គមិនបានមកប្រាប់យើងថាអាត្មាយកលុយ$100ហ្នឹងទៅដែលញោមប្រគេនអាត្មាហ្នឹងយកទៅដោះស្រាយបញ្ហានេះដោះស្រាយបញ្ហានោះលោកអត់បានសន្យាអញ្ចឹងទេមែនទេអញ្ចឹងព្រះអង្គទៅចាយមិនក៏អត់បញ្ហាដែរព្រះអង្គទៅចំណាយលើអ្វីក៏យើងមិនខ្វល់ដែរប៉ុន្តែនេះអ្នកនយោបាយដែលខ្លួនប្រកាសប្រាប់គេថាខ្លួនត្រូវទៅដោះស្រាយជីវភាពប្រជាពលរដ្ឋខ្លួនត្រូវទៅស្ដារលទ្ធិប្រជាធិបតេយ្យខ្លួនត្រូវការស្ដារសិទ្ធិមនុស្សខ្លួនត្រូវធ្វើនេះខ្លួនត្រូវធ្វើនោះដល់ពេលយកលុយគេទៅធ្វើអត់ចេញធ្វើអត់កើតចឹងស្មើនឹងបោកគេមែនទេអាហ្នឹងគឺ100%គឺស្មើនឹងបោកគេ100%ស្មើនឹងបោកគេនេះហើយដែលខ្ញុំប្រើពាក្យថា political scammer អ្នកនយោបាយបោកប្រាស់តាមអនឡាញអញ្ចឹងទង្វើនយោបាយបោកប្រាស់តាមអនឡាញបើប្រៀបធៀបជាមួយនឹងប្អូនមុនពេជ្រមានគំនិតល្អហើយមិនដែលដើរប្រមូលលុយអ្នកណាដូចក្រុមរបស់នាងលក្ខណាឬក៏ក្រុមរដ្ឋាភិបាលមកចកោមនៅក្រៅប្រទេសនឹងដែរអត់ទេអត់ទត់តែសោះមែនទេបងប្អូនអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺនៅត្រង់ហ្នឹងហើយគេនាំគ្នាយករឿងប្អូនមួនពេជ្រមកប្រៀបធៀបអញ្ចេះប្រៀបធៀបចុះមួនពេជ្រគ្រាន់បើជាងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអញ្ចេះមួយចុះពីរឥឡូវខ្ញុំចាប់ផ្ដើមនិយាយពីរឿងពាក្យប្តឹងបើនិយាយពីរឿងកំណត់ប្តឹងខ្ញុំក៏ធ្វើបានដែរអាតាសេពាក្យប្តឹងមកប្រពន្ធមួយស្លឹកពីរស្លឹកអត់ប្របាក់ទោះតែសោះមិនបាច់ប្អូនមួនពេជ្រទេខ្ញុំក៏ធ្វើបានដូចគ្នាបងប្អូនអ្នកមកមើលទាំងអស់ក៏ធ្វើបានដូចគ្នាហើយរឿងពាក្យប្តឹងទៅអង្គការសហជីវជាតិអំពីរឿងចោលសៀមបំពេញបាញ់ប្រហារមកលើពលរដ្ឋនៅភូមិប្រច័នហ្នឹងសំណួរសួរថាបើយើងប្តឹងទៅមានប្រសិទ្ធភាពជាវិធានដែរឬអត់ឬក៏មិនមានប្រសិទ្ធភាពជាវិធានអាម៉េចប្រសិទ្ធភាពជាវិធានពាក្យបណ្ដឹងដែលគេអាចយកទៅដោះស្រាយមានពាក្យបណ្ដឹងខ្លះគ្រាន់តែជាกระดาษដែលគេមើលមកវាគ្មានខ្លឹមសារពាក្យបណ្ដឹងអាម៉េចដែលគ្រាន់តែជាกระดาษដែលគ្មានខ្លឹមសារពីព្រោះរឿងប្រទេសកម្ពុជានិងប្រទេសថៃទោះជាអតីប្រឹក្សាឆ្កែដាក់ពាក្យបណ្ដឹងនាំពូជវាមកពូជដាក់ពាក្យបណ្ដឹងទៅ ICJ ក៏ ICJ មិនដោះស្រាយឲ្យវាដែរពីព្រោះអីពីព្រោះពាក្យបណ្ដឹងទាំងឡាយត្រូវភ្ជាប់ទៅដោយអង្គហេតុអង្គសេចក្តីបូកជាមួយនឹងអង្គច្បាប់បើគ្រាន់តែពាក្យបណ្ដឹងឃើញគេបាញ់ប្រើស្លាប់ប្រជាជនខ្មែរ2ម្នាក់របួស3នាក់ស្រាប់តែយើងកោតទោសដាក់ពាក្យបណ្ដឹងទៅសៀមដោយមិនភ្ជាប់ទៅលើផុសតាងស៊ើបអង្កេតដែលអាចទទួលយកជាការបានសួរថាតើពាក្យបណ្ដឹងហ្នឹងគឺคล้ายទៅជាពាក្យបណ្ដឹងជាវិធានរបស់តុលាការដែរឬអត់ចម្លើយគឺអត់ទេយើងទៅសេបានប៉ុន្តែគេដោះស្រាយឲ្យយើងអត់គេមិនអាចដោះស្រាយបានទេប្រសិនបើយើងមិនភ្ជាប់ផុសតាងមិនភ្ជាប់អង្គហេតុនិងអង្គច្បាប់អង្គសេចក្តីនៅក្នុងហ្នឹងថាតើសៀមវាបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ហ្នឹងរបៀបម៉េចហេតុអីបានវាបាញ់តើសៀមហ្នឹងបានពួកសៀមហ្នឹងកងទ័ពសៀមហ្នឹងបានប្រព្រឹត្តខុសអញ្ចឹងមែនដែរឬអត់ភ្ជាប់អាហ្នឹងទៅជាមួយនឹងសំណុំរឿងពាក្យបណ្ដឹងមិនមែនគ្រាន់តែខ្ញុំទៅសេពាក្យបណ្ដឹងថាអូសៀមបានសម្លាប់ប្រជាពលរដ្ឋខ្មែរសូមឲ្យ ICJ ក៏ហៅសៀមមកចូលតុលាការក៏ហៅអាម៉េចបើពាក្យបណ្ដឹងយើងអត់មានស្អីផងហ្នឹងគ្រាន់តែឃើញគេបាញ់មនុស្សស្លាប់ហ្នឹងមូលហេតុបាញ់ក៏យើងមិនដឹងហេតុផលបាញ់ក៏យើងមិនដឹងអ្នកណាបាញ់បញ្ជាឲ្យបាញ់ក៏យើងមិនដឹងមិនភ្ជាប់ផុសតាងមិនភ្ជាប់សាក្សីអញ្ចឹងហើយបានជារាជរដ្ឋាភិបាលកម្ពុជាគេត្រូវការអ្នកស៊ើបអង្កេតឯករាជ្យមុននឹងគេដាក់ពាក្យបណ្ដឹងឃើញទេ
រាជរដ្ឋាភិបាលកម្ពុជាគេប្រើថាកម្ពុជានឹងពិចារណាដាក់ពាក្យបណ្ដឹងទៅលើរឿងភូមិប្រៃច័ន្ទពិចារណាដាក់ពាក្យបណ្ដឹងហេតុអីបានជាគេប្រើការពិចារណាដាក់ពាក្យបណ្ដឹងពីព្រោះក្នុងពេលដែលគេកំពុងតែស្វែងរកផុសតាងស្វែងរកកំហុសអំពីការប្រព្រឹត្តអក្រិតកម្មដ៏ឃោរឃៅរបស់ពួកកងទ័ពសៀមមកលើប្រជាពលរដ្ឋខ្មែរនៅភូមិប្រៃច័ន្ទនោះពាក្យនេះគឺជាទម្ងន់នៃច្បាប់បើយើងដាក់ពាក្យបណ្ដឹងគឺចាំបាច់ត្រូវតែគេដោះស្រាយគេហៅពាក្យបណ្ដឹងជាវិធានមានន័យថាមើលពាក្យបណ្ដឹងហើយ ICJ ត្រូវតែដោះស្រាយមិនមែនគ្រាន់តែគេមើលពាក្យបណ្ដឹងមានតែពាក្យបណ្ដឹងមួយស្លឹកมันភ្ជាប់ទៅដោយអង្គហេតុมันភ្ជាប់ទៅដោយអង្គសេចក្តីมันភ្ជាប់ទៅដោយអង្គច្បាប់សួរថា ICJ ណាគេទៅរកឲ្យយើងហ៎មិនមែនដូចពួកអាទីប្រឹក្សាឆ្កែនឹងវាចេះតែគិតណា វាចេះតែគិតថាអូ ICJ នឹងប្រហែលជាម៉ែវាចង់ប្រើ ICJ នឹងគ្រាន់តែពាក្យបណ្ដឹងឲ្យមួយម៉ាត់ពីរម៉ាត់នឹង ICJ នឹងដោះស្រាយឲ្យភ្លាមដោយអាទីប្រឹក្សាឆ្កែនឹងអាទីប្រឹក្សាឈួតនឹងនិយាយមែនទេណាមែនទេណាប្រិមិត្តមែនដោយអាឈួតអស់នឹងវាចេះតែគិតទេ ICJ មិនមែនជាផ្ទះម៉ែពួកវាអស់នឹងទេហើយមិនមែនវាទៅប្រើ ICJ បានតាមអំពើចិត្តគ្រាន់តែខ្ញុំដាក់ពាក្យបណ្ដឹងដោយមិនភ្ជាប់ផុសតាងមិនភ្ជាប់អង្គហេតុអង្គសេចក្តីអង្គច្បាប់ទៅផងស្រាប់តែគេដោះស្រាយឲ្យយើងផ្លែតទេមែនទេកុំច្រឡំខ្ញុំសរសើរនៅគំនិតប្អូនមួនពេជ្រដែលចេញមុខគ្រាន់តែស្លាប់ភ្លាមចេញមុខដាក់ពាក្យបណ្ដឹងទៅ ICJ ភ្លាមសំណួរយើងសួរថាយើងមើលមកផ្លែតអូល្អណាស់ ប្រសើរណាស់ល្អណាស់ប្រសើរណាស់អស្ចារ្យណាស់ប៉ុន្តែសួរថាប្អូនមួនពេជ្រនឹងមានផុសតាងមានស័ក្តិសិទ្ធិមានអង្គហេតុមានអង្គច្បាប់មានអង្គសេចក្តីដើម្បីឲ្យពាក្យបណ្ដឹងខ្លួនคล้ายទៅជាវិធាននៅក្នុងការដែលតុលាការ ICJ ដោះស្រាយដែរអត់ចម្លើយគឺអត់ហើយគេមើលទៀតតើអ្នកបណ្ដឹងនឹងជានរណាធ្វើការងារអីនៅក្នុងស្ថាប័នណាណាហើយអ្នកនឹងមានភាពជាក់លាក់អាចជឿជាក់ទុកចិត្តបានដែរឬទេណាបានដែរឬទេបងធីតាសៀមរាបពីមុនបងតែងតែស្អប់ឡុងឃើញដល់ឥឡូវបងចូលចិត្តឡុងពិតជាឆ្លាតមែនឥឡូវពិតជាខ្មែរនៅក្នុងក្រៅស្រុកដ៏ល្អមួយនេះចេះពិចារណាវែងឆ្ងាយក៏ច្បាស់លាស់អរគុណបងធីតាសៀមរាបអរគុណច្រើនណាស់បានតែសើសូមមកស្អប់ទៀតបាទអញ្ចឹងខ្ញុំចង់បញ្ជាក់មកវិញថាតើវាជាវិធានដែលអាចយកទៅដោះស្រាយបានអត់អញ្ចឹងហើយបានខ្ញុំឃើញមានបងប្អូននៅខាងក្រៅប្រទេសហ្នឹងគ្រាន់តែឃើញប្អូនមួនពេជ្រភ្លាមអូនាំគ្នាតែសើបញ្ជូនាំគ្នាតែសើលើកជើងបើនៅសួរថាតើប្អូនមួនពេជ្រដែលដាក់ពាក្យបណ្ដឹងទៅហ្នឹងគេចាត់វិធានការឲ្យដែរអត់អាហ្នឹងហើយគេហៅថាបើយើងនិយាយពីមនុស្សឆ្លាតគេឆ្លៀតឱកាសយកល្បីឆ្លៀតឱកាសយកគ្រប់ត្រយល់ទេយល់អត់ហើយមនុស្សភ្លើចូលចិត្តទៅគ្រប់ត្រដោយខ្វះសតិសម្បជញ្ញៈដោយខ្វះការពិចារណារឿងអីក៏ដោយឲ្យតែទៅដៃតុលាការបងប្អូនត្រូវចាំពាក្យបណ្ដឹងភ្ជាប់ដោយអង្គសេចក្តីនៃរឿងអង្គហេតុនៃរឿងហើយនឹងអង្គច្បាប់នៃប្រទេសទាំងសងខាងហើយនឹងច្បាប់អន្តរជាតិភ្ជាប់ទៅជាមួយគ្នាបានពាក្យបណ្ដឹងរបស់យើងនឹងคล้ายទៅជាវិធានដែលគេអាចចាត់វិធានការនិងដោះស្រាយឲ្យយើងបានប្រសិនបើគ្រាន់តែឃើញភ្លាមសម្រាប់ភ្លាមបណ្ដឹងភ្លាមអាណាក៏ចេះធ្វើដែរឡុងក៏ចេះធ្វើដែរបងលោកពូសមុនសគុណមិត្តក៏ចេះធ្វើបងសធាចៅក៏ចេះធ្វើបងផុនក៏ចេះធ្វើអាកោះកុងនឹងក៏វាធ្វើកើត បងសរិទ្ធក៏ធ្វើបានប៉ុន្តែសួរថាតើกระดาษដែលយើងប្តឹងទៅហ្នឹងគេចាត់វិធានការឲ្យយើងដែរឬអត់គេដោះស្រាយឲ្យយើងអត់ចម្លើយគឺអត់ទៅតែសោះយល់ទេចឹងដូចกระดาษប្រគុណហ្នឹងបើគេអត់ចាត់វិធានឲ្យចុះខំប្រឹងធ្វើអានឹងហើយគេហៅថាអ្វីដែលគេធ្វើគេដឹងអ្នកធ្វើគេដឹងថាมันអាចគេដោះស្រាយឲ្យយើងបានទេគេមិនដោះស្រាយឲ្យយើងទេរឿងប្រទេសទាំងពីរមានតែតួអង្គរដ្ឋាភិបាលទេបណ្ដឹងតួអង្គរដ្ឋាភិបាលទេដែល ICJ អាចដោះស្រាយឲ្យពីព្រោះ ICJ មិនមែនជាតុលាការសម្រាប់ប្រជាជនទេទៅយល់អញ្ចឹង ICJ គឺតំណាងឲ្យសមាជិកភាពនៃប្រទេសមួយនៃអង្គការសហប្រជាជាតិតែមិនមែន ICJ តំណាងឲ្យប្រជាពលរដ្ឋគ្រប់ប្រទេសណាក៏អាចទៅប្តឹងដោយឯកជនភាពបានដែរយល់អត់ជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេសមួយទៅប្តឹងប្រទេសដទៃមួយទៀតតើវាមានទម្ងន់ទេគេដោះស្រាយទេអត់ទេ ICJ គឺជាតុលាការអង្គការសហប្រជាជាតិមួយ ដែលគេបង្កើតឡើងសម្រាប់ប្រទេសសម្រាប់ដោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ
ចឹងមានតែរដ្ឋាភិបាលដែលតំណាងឲ្យប្រទេសមួយដាក់ពាក្យបដិងទេណាទើបគេអាចដោះស្រាយឧទាហរណ៍ដូចជាខ្ញុំខ្លាយទៅជារដ្ឋាភិបាលហើយខ្ញុំចង់ប្តឹងទៅសមាជិកណាម្នាក់ដែលដែលធ្លាប់កាន់រដ្ឋាភិបាលពីមុនដូចជាករណីលោកឌូដឺតេជាដើមអញ្ចឹងទៅបើរដ្ឋាភិបាលប្តឹងឌូដឺតេត្រូវតុលាការនឹងចាត់វិធានការ ចាត់វិធានការចុះបើសិនណាជាលោកម៉ាកុសឡើងទៅស្រាប់តែអត់ប្តឹងឌូដឺតេម៉ាកុសទៅប្តឹងសម្ដេចតេជោខ្ញុំលើកឧទាហរណ៍ទេប្តឹងកាយដែរអត់កាយទេយល់អត់ដូច្នេះហើយបានជាខ្ញុំបញ្ជាក់ប្រាប់ថាបងប្អូនកុំល្ងងពេកកុំឲ្យចាញ់បោកគេពេកមនោគមវិជ្ជាដែលគេបោកយើងគេបោកតាមរបៀបហ្នឹងគេធ្វើអីមិនកើតគេថាគេទៅប្តឹង ICJ ឡុងក៏ចេះនិយាយកើតដែរគ្រាន់តែមកធ្វើกระดาษមួយស្លឹកនោះខ្ញុំឃើញកណ្ដាថាធ្វើដល់រហូតហ្នឹងតាំងខ្លួនធ្វើជាពុបវីរៈជនសួរថាតើអាกระดาษដែលខ្លួនផ្ញើទៅហ្នឹងគេផ្ដល់តម្លៃឲ្យអត់មានប្រសិទ្ធភាពនៅក្នុងការដែលគេបង្កើតវិធានទេអត់ទេអត់មានទាល់តែសោះ